ថ្ងៃនេះខ្ញុំបានរកឃើញទីតាំងកន្លែងបោះតង់ Relax Enjoy ថ្មីមួយកន្លែងទៀតហើយដែលទីតាំងមួយកន្លែងនេះភាគច្រើនបងប្អូនគឺមិនដែលបានស្គាល់តែម្ដងហើយថ្ងៃនេះខ្ញុំនឹងប្រាប់ទីតាំងក៏ដូចជាផ្លូវចូលទៅហើយណាមួយកន្លែងនេះគឺវាអត់នៅឆ្ងាយពីភ្នំកលែនប្រហែលទេគឺវានៅជើងភ្នំកលែនតតែម្ដងអញ្ចឹងកុំឲ្យខាតពេលវេលាយូរតោះទៅទស្សនាជាមួយខ្ញុំទាំងអស់គ្នាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានទីតាំងកន្លែងបោះតង់មួយកន្លែងដែលទីតាំងថ្មីតែម្ដងសម្រាប់ខ្ញុំហើយសង្ឃឹមថាទីតាំងមួយកន្លែងនេះបងប្អូនទស្សនាហើយប្រកាសជាគិតដូចខ្ញុំដែរគឺយើងអាចទៅបោះតង់ Relax Enjoy បានហើយទីតាំងកន្លែងនេះគឺមានទឹកធ្លាក់ទឹកអូរហូរហើយមានអាកាសធាតុស្ងប់ស្ងាត់ល្អមែនទែនហើយសម្រាប់ទីតាំងមួយកន្លែងនេះគឺវាមិននៅលើភ្នំកលែនទេជាក់ស្ដែងគឺវានៅជើងភ្នំកលែនផ្ទាល់តែម្ដងអញ្ចឹងកុំឲ្យខាតពេលវេលាយូរបងប្អូនទៅទស្សនាជាមួយខ្ញុំទាំងអស់គ្នាដំបូងខ្ញុំចង់ណែនាំបងប្អូនពីផ្លូវចុះទៅកន្លែងទឹកធ្លាក់ទឹកអូរនឹងគេតែម្ដងគឺយើងចាប់ផ្ដើមចុះទៅពីជើងភ្នំកលែនផ្ទាល់តែម្ដងយើងមិនបាច់ចាំធ្វើវីដេអូវែងឆ្ងាយណាមកពីសៀមរាបមកពីណាទេព្រោះអីវាមិនពិបាកមកទេផ្លូវបងប្អូនភាគច្រើនគឺគាត់ស្គាល់ហើយពីសៀមរាបពីអង្គរវត្តអីមកគឺយើងមកតាមផ្លូវភូមិព្រះដាក់មកតាមផ្លូវជាតិហ្នឹងមករហូតហ្នឹងអញ្ចឹងយើងបាច់រាយរាប់អីច្រើនទេយើងចូលដល់វីដេអូរបស់យើងតែម្ដងយើងទីតាំងផ្លូវចូលអត់ប្របាក់ទេបងប្អូនឡើងមកដល់ជើងភ្នំកលែនបងប្អូនមកដល់ខាងស្ដាំដៃឃើញតង់ខៀវខៀវនេះឃើញទេតង់ខៀវខៀវនេះហើយនេះភ្នំកលែនហើយនេះផ្លូវឡើងទៅភ្នំកលែនតើបងប្អូនមើលផ្លូវខាងឆ្វេងដៃនេះផ្លូវទូចមួយនេះអញ្ចឹងបងប្អូនបត់ចូលតាមផ្លូវទូចមួយនេះបាទចូលទៅខាងក្នុងបាទហ្នឹងហើយដើម្បីទៅកន្លែងទឹកធ្លាក់នៅជើងភ្នំហ្នឹងអញ្ចឹងបងប្អូនអាចចូលតាមផ្លូវនេះបានហើយយើងចូលទៅរៀងឆ្ងាយគួរសមដែរហ្នឹងហើយចាំមើលតិចទៀតខ្ញុំនឹងធ្វើវីដេអូជូនបងប្អូនទស្សនាទៅពេលដែលយើងជិះតាមផ្លូវទៅតើទស្សនវិជ្ជាតាមផ្លូវហ្នឹងយើងអាចជិះម៉ូតូទៅស្រួលអត់ហើយនេះគឺជាទស្សនវិជ្ជាតាមផ្លូវដែលយើងកំពុងតែធ្វើដំណើរនេះគឺយើងចុះទៅហើយកន្លែងដែលយើងត្រូវទៅហ្នឹងគឺមានឈ្មោះថាចំការតាឡាត់ជើងភ្នំកលែនទាំងអស់គ្នាហើយបើសិនជាបងប្អូនធ្វើដំណើរពិបាករកផ្លូវបងប្អូនអាចសួរអ្នកស្រុកអ្នកភូមិគេនឹងបានដោយសារតែយើងជិះចូលទៅហ្នឹងគឺផ្លូវចូលតាមភូមិរបស់គេទេបងប្អូនបើសិនជាយើងអត់ស្គាល់បងប្អូនអាចសួរគេបានទៅគឺឈ្មោះថាចំការតាឡាត់ហ្នឹងបងប្អូនព្រោះថាតាមផ្លូវទៅគឺវាមានផ្លូវបំបែកច្រើនកន្លែងដែរបើសិនជាយើងអត់បានសួរទេយើងអត់អាចទៅដល់កន្លែងហ្នឹងទេណាមួយវាអត់មានអីនេះទេបងប្អូនមានម៉ែបទេណា BC Sin អញមានពេលពុកម៉ាក់អញមកជិះម៉ូតូទៅវិញជិះចានបាទអរគុណបងតែត្រង់តាមផ្លូវវារហូតទៅណាបាទទៅកើតចុះសម្រាប់ចុះអូឆ្ងាយក្រៅលេខអូបាទទីទៅដល់ឃើញគាត់ធំអាបងលោកធ្វើអសទៅចូលទៅទីចុះលេខគួយលេងបាទដោយសារតែនេះជាលើកទី1ដែលខ្ញុំបានធ្វើដំណើរមកកាន់ចំការតាឡាត់នៅជើងភ្នំនេះដូច្នេះគឺយើងអាចបានស្គាល់ផ្លូវទេយើងចូលមកព្រាវអញ្ចឹងយើងបានឃើញអ្នកស្រុកអ្នកភូមិអញ្ចឹងយើងសួរផ្លូវសួរទិសដៅរបស់គេទៅគេនឹងប្រាប់យើងហើយដោយកំណាព្យមួយបានពោលថាយកមាត់ធ្វើជាផ្លូវនាំពាក្យឆ្ពោះទៅមុខនិយាយល្អនាំសុខកុំបង្កទុកដល់អ្នកណាពាក្យផ្អែមជាស្ពានមាសជាប់មិត្តមនុស្សគ្រប់គ្នាពាក្យអាក្រក់បែកស្នេហាគូជៀសវាងជានិច្ចចេះកំណាព្យទៀតបងប្អូនហ្នឹងហើយនិយាយលេងទេបងប្អូនឥឡូវយើងចូលដល់វីដេអូយើងវិញហើយនេះទស្សនវិជ្ជាតាមផ្លូវដូចបងប្អូនឃើញស្រាប់ហើយសិតតែលបងហើយនឹងផ្ទះអ្នកភូមិពេញផ្លូវហ្នឹងឯងបងប្អូនមើលពីលើភ្នំកលែនមើលមកខាងក្រោមបងប្អូនគិតថានៅខាងក្រោមនេះសិតតែព្រៃភ្នំក៏ប៉ុន្តែជាក់ស្ដែងគឺវាមិនដូច្នោះទេគឺខាងក្រោមនេះសិតតែផ្ទះអ្នកភូមិអ្វីត្បិតតែវាមានព្រៃមានភ្នំមានដើមឈើមានចំការមែនក៏ប៉ុន្តែវាមិនស្ងាត់ដូចអ្វីដែលយើងគិតទេតាមពិតទៅទីនេះគឺមានផ្ទះអ្នកភូមិច្រើនរស់នៅច្រើនខ្លាំងមែនទែនគ្រាន់តែថាផ្លូវចូលនេះគឺវាមិនស្រួលប្រហែលទេគឺវាមានភាពលំបាកខ្លះដែរដូច្នេះខ្ញុំចង់ណែនាំបងប្អូនថាបើសិនជាយើងធ្វើដំណើរមកលេងនៅទីនេះសូមបងប្អូនធ្វើដំណើរដោយម៉ូតូគឺពិសេសគឺយើងអាចទៅដល់ទីតាំងនឹងផ្ទាល់ក៏ប៉ុន្តែបើសិនជាបងប្អូនធ្វើដំណើរដោយរថយន្តអាហ្នឹងគឺអាចចូលទៅដល់ទីតាំងទេគឺយើងចូលបានត្រឹមតែផ្ទះអ្នកភូមិឬក៏ហ៊ូសនឹងតិចតួចទេដោយសារតែផ្លូវនេះគឺវាមិនធំបងប្អូនគឺវាតូចល្មមសម្រាប់ការធ្វើដំណើរដោយម៉ូតូអញ្ចឹងបងប្អូនចង់មកលេងទីនេះគឺបងប្អូនត្រូវធ្វើចិត្តបន្តិចដោយសារតែផ្លូវយ៉ាងតូចហើយសម្រាប់ចម្ងាយទីតាំងចំការតាឡាត់នេះវិញគឺវាមានចម្ងាយយើងគិតត្រួសទៅប្រហែលជាមិនដល់1គីឡូដីទេអ្នកទាំងអស់គ្នាវានៅជិតដែរទេបើមិនជាយើងមើលពីលើពើងទុកព្រះ
ឬក៏យើងហៅថាពើងជ្រួញគឺយើងមើលខាងក្រោមកន្លែងហ្នឹងឯងគឺជាចំការតឡាប់ហ្នឹងខាងក្រោមហ្នឹងបងប្អូនកន្លែងម្ដុំមានថ្មរបៀបដុំហ្នឹងដុំធំហ្នឹងគឺចំការតឡាប់ដែលយើងមើលពីលើពើងជ្រួញមកនេះបងប្អូនឥឡូវខ្ញុំបានចុះមកក្រោមនេះឃើញទេនេះសិតថ្មហើយព្រៃឈើព្រៃភ្នំហើយនៅខាងក្រោមនេះសិតតែចំការចន្ទីចំការរបស់ភូមិអ្នកស្រុកគេនៅនេះបាទហើយឃើញថាមើលទៅស្រស់ស្រាយមែនទេបើសិនយើងមកបោះតង់មកនៅនេះវាមួយយ៉ាងដែរបងប្អូនបាទនេះហើយនៅម្ចាស់គេដើរពេញព្រៃមានអីច្រើនទេបងប្អូនមើលខ្ញុំទៅមើលទីតាំងកន្លែងទឹកធ្លាក់មួយកន្លែងទៀតនៅក្នុងហ្នឹងទឹកធ្លាក់អីជាអូរបស់គេមែនទេក៏ប៉ុន្តែបងប្អូនខ្ញុំឃើញថាទឹកថ្លាល្អមែនទេទឹកថ្លាឆ្វេងហ្នឹងដល់ហើយស្ងប់ស្ងាត់ល្អនៅកន្លែងនេះសំខាន់មានម្ចាស់គេគ្រប់គ្រងនៅហ្នឹងអញ្ចឹងយើងអាចមកលេងមកបោះតង់អីបានហើយសេវាកម្មអីគេអត់យកលុយទេអាស្រ័យលើយើងជូនគេអញ្ចឹង10000 20000អីលើទឹកចិត្តរបស់យើងទេបងប្អូនប៉ុន្តែបងប្អូនអើយមើលនេះមើលទេសភាពញាក់សាច់ខៀវខ្ចីតែម្ដងបើសិនជាបងប្អូនចង់ចូលមកលេងមកទស្សនាកន្លែងនេះបងប្អូនធ្វើដំណើរពីផ្ទះអ្នកភូមិត្រឹមតែ300ម៉ែត្រឬក៏400ម៉ែត្រទេបងប្អូនកន្លែងមួយឆ្វេងដៃមានដុំថ្មមួយម្ដុំធំបងប្អូនបាទហើយមានផ្លូវបត់ឆ្វេងមួយតែពិតទៅខ្ញុំក៏បានថតទីតាំងកន្លែងហ្នឹងដែរក៏ប៉ុន្តែ file វីដេអូហ្នឹងអត់ឃើញបងប្អូនក៏ប៉ុន្តែអត់អីទេខ្ញុំប្រាប់ប៉ុណ្្នឹងហើយបងប្អូនរកឃើញហើយឥឡូវយើងចូលមកមើលទីតាំងកន្លែងចំការតឡាត់នេះវិញកន្លែងហ្នឹងចង់បញ្ជាក់បងប្អូនថាគឺជាចំការរបស់តឡាត់ទេក៏ប៉ុន្តែនៅខាងក្រៅចការហ្នឹងមានទឹកហូរបងប្អូនបាទទឹកអូមួយកន្លែងដែលទឹកនេះគឺថ្លាឆ្វង់តែម្ដងហើយដែលខ្ញុំមកដល់នេះគឺមានបងប្អូនយើងមួយចំនួនគាត់បានមកលេងមកបោះតង់នឹងមុននឹងស្រាប់ហើយអញ្ចឹងក៏បានថតបងប្អូនទស្សនាហ្នឹងហើយដូចបងប្អូនឃើញស្រាប់អញ្ចឹងនេះគឺជាទីតាំងរបស់គេហើយឃើញថាវាស្ងប់ស្ងាត់ល្អបាទទី1ស្ងប់ស្ងាត់ល្អហើយសម្រាប់បរិយាកាសទីនេះគឺល្អគឺវាចឹងថាខ្យល់អាកាសបរិសុទ្ធវាមានព្រៃឈើប៉ុណ្ណឹងហើយទីតាំងកន្លែងនេះវាមិនធំប្រហែលទេគឺវាមកតូចល្មមសម្រាប់យើងមកបោះតង់មុំអីក៏ប៉ុន្តែសម្រាប់រឿងសុវត្ថិភាពគឺនៅទីនេះមានម្ចាស់ចំការគេមើលថែអញ្ចឹងបងប្អូនដែលមកលេងទីនេះគឺយើងអត់សូវបារម្ភអីទេបាទដោយសារតែម្ចាស់គេនៅកន្លែងហ្នឹងស្រាប់បាទហើយគេមានផ្ទះមានម្ចាស់គេនៅហ្នឹងក៏ប៉ុន្តែសម្រាប់ការចំណាយវិញគឺអត់មានត្រូវចំណាយអីទេបងប្អូនម្ចាស់គេអត់មានត្រូវយកលុយឲ្យយើងទេគឺគេបើកចិត្តឲ្យយើងហ្នឹងមកលេង free តែម្ដងហើយទឹកថ្លាមែនទេបងប្អូននេះមើលទឹកភ្នំណាជាលហឹមនេះយ៉ាងទីតាំងនេះខ្ញុំគិតថាអាចមកលេងបោះតង់អីបានហើយសុវត្ថិភាពខ្ញុំគិតថាល្អមែនទែនសុវត្ថិភាពដោយសារថាចំការតឡាត់ហ្នឹងគឺមានការគ្រប់គ្រងដោយម្ចាស់គេអញ្ចឹងយើងអាចបោះតង់បានអីទៅខ្ញុំគិតថាល្អបាទហើយយើងយកដូចជាម្ហូបអាហាររបស់យើងមកធ្វើហូបអត់អីទេគេមានចានឆ្នាំងមានគ្រឿងក្រៅរបស់គេមួយសែនមកនៅហ្នឹង